បាទជំរាបសួរមិត្តអ្នកសិក្សាទាំងអស់ជាទីមេត្រីហើយសួស្តីដល់បងប្អូនសិស្សានុសិស្សទាំងអស់ថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីគន្លឹះមើលប្រធានសម្ដីតែងសេចក្តីតាមរយៈបទពិសោធន៍ដែលខ្ញុំបានបរៀននាពេលកន្លងមកនេះហើយសង្កេតឃើញថាលទ្ធផលនៃការបង្រៀនហ្នឹងគឺទទួលបានជោគជ័យគួរជាទីមោទនៈបាទអញ្ចឹងគន្លឹះសំខាន់ក្នុងការមើលប្រធានសំណេរនេះគឺខ្ញុំមានចំណុចគន្លឹះសំខាន់ចំនួន3ដើម្បីមើលទី1គឺយើងមើលទៅលើបែបរបស់ប្រធានបែបរបស់ប្រធានហើយយើងដឹងថាប្រធានដែលគេដាក់មកឲ្យហ្នឹងវាជាប្រធានបែបអ្វីអញ្ចឹងសម្រាប់ការប្រឡងឬមួយក៏សម្រាប់កម្រិតមធ្យមសិក្សាហ្នឹងគឺគ្មានអីក្រៅពីប្រធានទាំង3ហ្នឹងទេអញ្ចឹងបានន័យថាយ៉ាងម៉េចយើងមើលទៅលើបែបរបស់ប្រធានហ្នឹងពេលដែលគេដាក់មកឲ្យយើងដឹងថាប្រធានហ្នឹងជាប្រធានបែបពន្យល់ប្រធានបែបពន្យល់ប្រធានបែបប្រៀបធៀបប្រធានបែបពិភាក្សាជាដើមអញ្ចឹងប្រធានទាំង3ហ្នឹងបានន័យថាគេមាន clear គេមានអីដាក់មកយើងអាចដឹងតែម្ដងដឹងថាប្រធានហ្នឹងជាប្រធានបែបអ្វីមួយហើយនៅក្នុងប្រធានបែបពន្យល់នេះទៀតសោតវាមានប្រភេទរបស់វាបន្តទៅទៀតដូចជាប្រធានប្រភេទអក្សរសិល្ប៍ប្រធានប្រភេទសុភាសិតច្បាប់អប់រំឬមួយក៏អក្សរសិល្ប៍ឧបទេសប្រភេទទស្សនៈទូទៅពាក្យស្លោកហើយជាដើមហ្នឹងទាំងអស់ហ្នឹងគឺសុទ្ធតែជាបែបនៃប្រធានហ្នឹងអញ្ចឹងមានន័យថាប្រធានបែបពន្យល់ហ្នឹងវាមានប្រភេទរបស់វាទាំងបានទៅប្រធានបែបប្រៀបធៀបក៏មានប្រភេទរបស់វាអញ្ចឹងដូចគ្នាដែរប្រធានបែបពិភាក្សាក៏នៅក្នុងទម្រង់ប្រហាក់ប្រហែលគ្នាយ៉ាងដែរអញ្ចឹងចំណុចសំខាន់ទី1គឺយើងមើលទៅលើបែបរបស់ប្រធានទី2យើងមើលទៅលើខ្លឹមសារគោលរបស់ប្រធានខ្លឹមសារគោលហ្នឹងបានន័យថាជាខ្លឹមសារដែលសំខាន់បំផុតនៅក្នុងប្រធានហ្នឹងជាពិសេសនៅក្នុងអភន្តរសញ្ញានោះហើយខ្លឹមសារគោលកាលណាគេដាក់មកគឺគេចង់ឲ្យយើងបកស្រាយហើយបើជាខ្លឹមសារដែលគេប្រកបនោះតាមរយៈពាក្យកលឹះតាមរយៈអីហ្នឹងដែលយើងត្រូវតែបកស្រាយខ្លឹមសារគោលពេលខ្លះគឺវាផ្សារភ្ជាប់ជាមួយនឹងហេតុហើយនឹងផលគ្រាន់តែថាពេលខ្លះទៅគេលើកយកហេតុមកបញ្ជាក់នៅខាងដើមបញ្ជាក់ផលបន្ទាប់ពេលខ្លះលើកផលមុនបញ្ជាក់ហេតុជាខាងក្រោយខ្លឹមសារគោលអាចមាន1អាចមាន2អាចមាន3ឬមួយក៏លើសពី3អាស្រ័យទៅលើប្រភេទឬមួយក៏បែបហើយប្រធានដែលគេដាក់មកឲ្យហ្នឹងណាហើយម្យ៉ាងទៀតដូចជាតាមរយៈច្បាប់ឧបទេសអីជាដើមឬអក្សរសិល្ប៍ឧបទេសខ្លឹមសាររបស់វាអាចមានច្រើនបើកាលណាអ្នកដែលគេដាក់ហ្នឹងគេដាក់លើសពីវគ្គអីជាដើមនោះអញ្ចឹងខ្លឹមសាររបស់វាគឺកាន់តែបើច្រើនហើយចំណុចសំខាន់ទី3ដែលយើងត្រូវមើលដែរហ្នឹងគឺមើលទៅលើឃ្លាបង្គាប់បញ្ជារបស់ប្រធានហើយថាតើការដែលយើងមើលទៅលើឃ្លាបង្គាប់បញ្ជារបស់ប្រធានហ្នឹងយើងដឹងពីអ្វីខ្លះឃ្លាបង្គាប់បញ្ជាបានន័យថាជាឃ្លាដែលគេដាក់នៅផ្នែកខាងក្រោយនៃប្រធាននៅខាងក្រោយបន្ទាប់ពីអភន្តរសញ្ញាខណ្ឌហ្នឹងទៅហើយគេដាក់ថាចូលបញ្យលចូលបកស្រាយចូលពិភាក្សាអីហ្នឹងហ្នឹងមួយទៅហើយពេលខ្លះឃ្លាបង្គាប់បញ្ជារបស់វាហ្នឹងនៅខាងលើដូចជាគេដាក់ថាចូលពន្យល់និងបំភ្លឺអំពីសុខដុមរមនាអីជាដើមអញ្ចឹងឃ្លាបង្គាប់បញ្ជារបស់វាគឺនៅខាងមុខហ្នឹងហើយអញ្ចឹងឃ្លាបង្គាប់បញ្ជានេះកាលណាយើងមើលធ្វើឲ្យយើងដឹងរឿងរ៉ាវពីរយ៉ាងតាមរយៈឃ្លាបង្គាប់បញ្ជាហ្នឹងណាទី1គឺយើងដឹងអំពីបែបនៃប្រធានគឺវាពាក់ព័ន្ធជាមួយនឹងចំណុចសំខាន់ទី1ដែលយើងត្រូវមើលហ្នឹងគឺមើលលើប្រភេទប្រធានហ្នឹងគឺតាមរយៈឃ្លាបង្គាប់បញ្ជានេះនាំឲ្យយើងដឹងថាប្រធានហ្នឹងជាប្រធានបែបអ្វីទី2គឺយើងអាចដឹងអំពីដែននៃឧទាហរណ៍បានសេចក្តីថាតាមរយៈឃ្លាបង្គាប់បញ្ជា
យើងអាចដឹងថាឧទាហរណ៍ដែលគេតម្រូវឲ្យយើងលើកមកបញ្ជាក់ហ្នឹងវានៅក្នុងដែនណាកម្រិតណាឬមួយក៏អាស្រ័យទៅលើយើងដែលជាអ្នកលើកហ្នឹងអញ្ចឹងឃ្លាបង្គាប់បញ្ជាហ្នឹងគឺមានតែពីរហ្នឹងទេដែលនៃឧទាហរណ៍ទី1យើងដឹងថាឧទាហរណ៍ដែលគេដាក់មកឲ្យយើងដើម្បីឲ្យយើងលើកយកមកធ្វើជាអំណះអំណាងហ្នឹងវាចង្អៀតឬទលាយចង្អៀតឬមួយក៏ទលាយចង្អៀតបានន័យថាគេអាចដាក់ថាចូលបញ្យលដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍រឿងរាមកេរ្តិ៍ជាដើមទៅហ្នឹងបែបចង្អៀតហើយតែថាបែបទលាយគេអាចដាក់ចូលបញ្យលដោយលើកឧទាហរណ៍មកបញ្ជាក់ឲ្យបានច្បាស់លាស់អញ្ចឹងគេដាក់តែប៉ុណ្ណឹងយើងចង់លើកឧទាហរណ៍ក្នុងសង្គមក៏បានក្នុងប្រវត្តិសាស្ត្រក៏បានក្នុងអក្សរសិល្ប៍ក៏បានគឺអាស្រ័យលើយើងខ្លួនឯងផ្ទាល់ហើយយើងមានសមត្ថភាពចេះដឹងខាងផ្នែកណាច្បាស់យើងអាចប្រើហ្នឹងទៅយើងអាចប្រើហ្នឹងបាទរីឯចំណុចនេះគឺខ្ញុំនឹងអនុវត្តពីរបៀបមើលប្រធានហ្នឹងមួយពីរប្រធានអញ្ចឹងប្រធានទី1គេដាក់ថាមានទស្សនៈមួយលើកឡើងថាកង្វះវិចារណញ្ញាណជាប្រភពនៃសេចក្តីអន្តរាយចូលបញ្យលដោយរកឧទាហរណ៍មកបញ្ជាក់ឲ្យបានច្បាស់លាស់ដូច្នេះយើងយកទៅផ្សារភ្ជាប់ជាមួយនឹងចំណុចសំខាន់ទាំង3ខាងលើនោះដែលខ្ញុំបានរៀបរាប់ប្រាប់អំបញ្ញមិញហ្នឹងបញ្ហាទី1មើលទៅលើប្រភេទប្រធានទី2មើលលើខ្លឹមសារគោលទី3មើលទៅលើឃ្លាបង្គាប់បញ្ជាឥឡូវយើងមើលទៅលើចំណុចសំខាន់ទាំង3ហ្នឹងហើយយកមកភ្ជាប់ជាមួយនឹងប្រធាននេះប្រភេទប្រធានតើប្រធានដែលដាក់មកហ្នឹងជាប្រភេទប្រធានអ្វីមានទស្សនៈមួយលើកឡើងថាកង្វះវិចារណញ្ញាណជាប្រភពនៃសេចក្តីអន្តរាយចូលបញ្យលដោយរកឧទាហរណ៍មកបញ្ជាក់ឲ្យបានត្រឹមត្រូវអញ្ចឹងតាមរយៈឃ្លាបង្គាប់បញ្ជាខាងក្រោមនេះចូលបញ្យលហ្នឹងនាំឲ្យយើងដឹងថាប្រធានហ្នឹងជាប្រធានបែបបញ្យលជាប្រធានបែបបញ្យលហើយបញ្យលហ្នឹងបញ្យលឆ្ពោះទៅរកអីបែបបញ្យលឆ្ពោះទៅរកអីបើន័យថាទៅរកប្រភេទណាមួយជាសុភាសិតជាច្បាប់អប់រំពាក្យស្លោកអីហ្នឹងអញ្ចឹងប្រធាននេះគឺយើងអាចដឹងថាវាជាប្រធានទស្សនៈទូទៅហើយបើន័យថាប្រធានបញ្យលឆ្ពោះទៅរកទស្សនៈទូទៅពីព្រោះវាមិនមែនជាពាក្យស្លោកមិនមែនជាសុភាសិតមិនមែនជាអក្សរសិល្ប៍នោះទេនៅក្នុងនេះអត់មានពាក់ព័ន្ធជាមួយនឹងអក្សរសិល្ប៍នោះឡើយបាទអញ្ចឹងចំណុចសំខាន់ទី1យើងដឹងថាប្រធាននេះជាប្រធានបញ្យលហើយឆ្ពោះទៅរកប្រភេទទស្សនៈទូទៅទី2យើងមើលទៅលើខ្លឹមសារគោលរបស់ប្រធានហ្នឹងខ្លឹមសារគោលរបស់វានៅក្នុងទីនេះគឺវាផ្សារភ្ជាប់ជាមួយនឹងហេតុហើយនឹងផលហេតុនិងផលកង្វះវិចារណញ្ញាណគឺជាហេតុសេចក្តីអន្តរាយគឺជាផលអញ្ចឹងមួយជាហេតុមួយជាផលអញ្ចឹងគេបង្ហាញហេតុមុនហើយគេបញ្ជាក់ផលជាក្រោយដូច្នេះខ្លឹមសារគោលរបស់វានៅក្នុងទីនេះគឺពាក់ព័ន្ធជាមួយនឹងកង្វះវិចារណញ្ញាណហ្នឹងបានន័យថាខ្វះការគិតការវិភាគពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយឲ្យបានទលំទលាយអីហ្នឹងចឹងដូច្នេះនេះជាខ្លឹមសារគោលរបស់វាហើយនៅពេលដែលយើងរកគំនិតយកមកបកស្រាយយកមកបញ្ជាក់យើងអាចចោទជាសំណួរថាតើកង្វះវិចារណញ្ញាណក្នុងរឿងអ្វីខ្លះជាងចម្លើយដែលយើងឆ្លើយមកគឺជាគោលគំនិតហ្នឹងហើយកង្វះវិចារណញ្ញាណក្នុងការសិក្សាក្នុងការជួញដូររកស៊ីឲ្យនឹងមកហើយនឹងខ្លឹមសារគោលរបស់វាមួយទៀតគឺពាក់ព័ន្ធទៅនឹងសេចក្តីអន្តរាយដោយសារតែខ្វះការគិតការពិចារណាហ្នឹងអញ្ចឹងតើសេចក្តីអន្តរាយហ្នឹងអន្តរាយយ៉ាងម៉េចបើខ្វះការពិចារណាក្នុងការជួញដូររកស៊ីសេចក្តីអន្តរាយយើងអាចខាតបង់ទ្រព្យហ្នឹងទៅរលាយទ្រព្យហ្នឹងទៅវិនាសទ្រព្យហ្នឹងទៅឬមួយក៏បើធ្ងន់ធ្ងរវាធ្វើឲ្យយើងគ្រួសារយើងវិនាសអន្តរាយយ៉ាងដែរបាទនេះជាខ្លឹមសារគោលទី3តាមរយៈឃ្លាបង្គាប់បញ្ជាខាងក្រោមនេះគឺក្រៅពីយើងដឹងថាវាជាប្រធានបែបបញ្យលហើយក៏អាចឲ្យយើងដឹងអំពីដែននៃឧទាហរណ៍ដែរបានន័យថាយ៉ាងម៉េចដែននៃឧទាហរណ៍តាមរយៈឃ្លាបង្គាប់បញ្ជានេះយើងលើកមកពីណាក៏បានឲ្យតែយើងចេះច្បាស់ឧទាហរណ៍ដែលយើងលើកមកអញ្ចឹងយើងអាចលើកមកពីក្នុងសង្គមជាក់ស្ដែងអាចលើកក្នុងអក្សរសិល្ប៍អាចលើកនៅក្នុងប្រវត្តិសាស្ត្របានឬលើកយកអក្សរសិល្ប៍សុទ្ធក៏បានលើកយកប្រវត្តិសាស្ត្រ
លាយជាមួយនឹងអក្សរសិល្ប៍ ឬមួយក៏លើកអក្សរសិល្ប៍លាយជាមួយនឹងសង្គមអីជាដើម គឺបានទាំងអស់ ព្រោះខាងក្រោមនេះគេអត់បានដាក់ដែនស្អីឲ្យយើងត្រូវតែរកមកនោះទេ បានន័យថាមិនមែនកំណត់ឲ្យយើងលើកក្នុងអក្សរសិល្ប៍ ឬមួយក៏លើកក្នុងប្រវត្តិសាស្ត្រតែមួយជ្រុងនោះឡើយ អញ្ចឹងតាមចិត្តដែលយើងលើក តែអាចលើកលាយឡំគ្នាទាំង3ហ្នឹងទៅ ទាំងក្នុងសង្គមជាក់ស្ដែង ក្នុងប្រវត្តិសាស្ត្រ ហើយនឹងនៅក្នុងអក្សរសិល្ប៍ ប្រធានទី2 គណៈថាមានទស្សនៈមួយលើកឡើងថា និមិត្តកម្មអក្សរសិល្ប៍ ជាឯកសារស្ដីពីជីវិតមនុស្ស ចូលបកស្រាយដោយរកអំណាងមកបញ្ជាក់ អញ្ចឹងដូចគ្នាដែរ យើងមើលចំណុចសំខាន់ទាំង3ហ្នឹងទៅ បែបប្រធានទី1 បែបប្រធាន ចូលបកស្រាយដោយរកអំណាងមកបញ្ជាក់ អញ្ចឹងឃ្លាបង្គាប់បញ្ជាបែបនេះនាំឲ្យយើងដឹងថា ប្រធានហ្នឹងគឺប្រធានបែបពន្យល់ហើយ ប្រធានបែបពន្យល់ ហើយពន្យល់ហ្នឹងឆ្ពោះទៅរកប្រភេទអី យើងឃើញនៅក្នុងអភន្តរសញ្ញានេះគឺគេដាក់ថានិមិត្តកម្មអក្សរសិល្ប៍ អញ្ចឹងឃើញមានពាក្យអក្សរសិល្ប៍នៅក្នុងហ្នឹង ដូច្នេះហើយយើងអាចកំណត់បានដោយស្រួលថា ប្រធាននេះជាប្រធានពន្យល់ បែបពន្យល់ ឆ្ពោះទៅរក ឬមួយក៏ប្រភេទអក្សរសិល្ប៍ហ្នឹងឯង ប្រភេទអក្សរសិល្ប៍ ចំណុចទី2 គឺខ្លឹមសារគោលរបស់វា ខ្លឹមសារគោលរបស់វានៅក្នុងហ្នឹងគឺអី និមិត្តកម្មអក្សរសិល្ប៍ ជាឯកសារស្ដីពីជីវិតរបស់មនុស្ស អញ្ចឹងខ្លឹមសារគោលរបស់វាគឺនេះហើយ ឯកសារស្ដីពីជីវិតមនុស្ស ឯកសារស្ដីពីជីវិត តើឯកសារហ្នឹងវាកត់ ឬសរសេរអំពីរឿងរ៉ាវអីខ្លះ គាត់សរសេរឬមកកត់អំពីរឿងរ៉ាវអីខ្លះ អាចជីវភាពរស់នៅ ផ្នត់គំនិត ជំនឿសាសនាអីហ្នឹងមក អាហ្នឹងឯងគឺជាឯកសារស្ដីពីជីវិតរបស់មនុស្សហ្នឹងឯង រាល់ឃ្លាបង្គាប់បញ្ជានៅខាងក្រោម ទោះបីជាអ្នកដាក់ហ្នឹងគេដាក់មកបែបទូលាយ បានន័យថាចូលពន្យល់ដោយរកឧទាហរណ៍មកបញ្ជាក់ គេអត់បានបញ្ជាក់ប្រាប់ថាលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ ឬក្នុងប្រវត្តិសាស្ត្រទេ អញ្ចឹងគឺឃ្លាបង្គាប់បញ្ជាបែបនេះ ឃ្លាបង្គាប់បញ្ជាបែបនេះគឺជាឃ្លាបង្គាប់បញ្ជាបែបទូលាយ ប៉ុន្តែបែបទូលាយយើងត្រូវមើលលើនេះអ្វីដែលគេដាក់នៅក្នុងអភន្តរសញ្ញានេះ អញ្ចឹងនៅក្នុងអភន្តរសញ្ញានេះយើងឃើញមានពាក្យនិមិត្តកម្មអក្សរសិល្ប៍ អញ្ចឹងបើកាលណានិមិត្តកម្មអក្សរសិល្ប៍ ឧទាហរណ៍ដែលយើងត្រូវលើក គឺវាបានតែនៅក្នុងអក្សរសិល្ប៍ប៉ុណ្ណោះ មិនអាចលើកនៅក្នុងសង្គមជាក់ស្ដែង ឬមួយក៏លើកនៅក្នុងប្រវត្តិសាស្ត្រយកមកបញ្ជាក់នោះឡើយ ព្រោះខ្លឹមសារគោលរបស់វានៅក្នុងនេះគេដាក់ដែនមកបញ្ជាក់ឲ្យគឺក្នុងអក្សរសិល្ប៍ មកពីប្អូនបន្ទាប់ខ្ញុំនឹងចែករំលែកអំពីការមើលប្រធាននឹងបន្តទៅទៀត